ប្រធានដែនជំរកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរីលោកដិនប៊ុនធឿនបានឲ្យដឹងថាយោងទៅលើការតាមដានតាមរយៈកាមេរ៉ាបង្កប់ក្នុងព្រៃនិងការល្បាតប្រទះឃើញក្នុងឆ្នាំ2014-2015គឺមានសត្វខ្លាប្រមាណ120ក្បាលរស់នៅក្នុងដែនជំរកសត្វព្រៃស្រែពកដោយសត្វខ្លាទាំងនោះគឺជាប្រភេទសត្វខ្លារខិននិងខ្លាត្រីចំណែកសត្វខ្លាធំវិញគឺគេបានឃើញវានៅក្នុងព្រៃខេត្តមណ្ឌលគិរីលើកចុងក្រោយនៅក្នុងឆ្នាំ2007ហើយបន្ទាប់ពីនោះមកគេមិនធ្លាប់ប្រទះឃើញវត្តមានរបស់វាទៀតទេដោយមន្ត្រីជំនាញបានសន្និដ្ឋានថាសត្វខ្លាធំវាអាចប្រឈមទៅនឹងការផុតពូជបាត់ទៅហើយលោកប៊ុនធឿនបានឲ្យដឹងទៀតថាសត្វខ្លាក្នុងព្រៃដែនជំរកសត្វព្រៃស្រែពកនាពេលសប្តាហ៍ថ្ងៃនេះគឺអាចមានចំនួនថយចុះក្រោម120ក្បាលព្រោះតែការដាក់អន្ទាក់និងការបរបាញ់ពីសំណាក់ព្រានព្រៃប៉ុន្តែទោះជាយ៉ាងណាក៏ដោយមន្ត្រីឧទ្យានុរក្សតែងតែដើរដោះអន្ទាក់ក្នុងព្រៃបានរាប់រយអន្ទាក់ក្នុងមួយខែនិងបានចាប់ជនល្មើសបរបាញ់សត្វព្រៃនិងជួញដូរសត្វព្រៃយកមកផ្ដន់ទាទោសជាបន្តបន្ទាប់ផងដែរជាមួយគ្នាក្រុមមន្ត្រីឧទ្យានុរក្សក៏បានជួបប្រទះនូវផលលំបាកខ្លាំងណាស់ដែរក្នុងការទប់ស្កាត់បទល្មើសសត្វព្រៃព្រោះដែនជំរកសត្វព្រៃស្រែពកដែលផ្ទៃដីជាង37,000ហិកតាគឺមានមន្ត្រីឧទ្យានុរក្សតែ17នាក់ប៉ុណ្ណោះដែលល្បាតលើផ្ទៃដីព្រៃដ៏ធំធេងនេះលោកបានបញ្ជាក់ថាបើគិតតែចំនួនសត្វខ្លាក្នុងដែនជំរកសត្វព្រៃស្រែពកគឺមានប្រមាណជាង100ក្បាលប៉ុន្តែបើគិតពីចំនួនសត្វខ្លាក្នុងព្រៃខេត្តមណ្ឌលគិរីទាំងមូលតែម្ដងរួមមានដែនជំរកសត្វព្រៃកែវសីមាដែនជំរកសត្វព្រៃភ្នំព្រិចនិងដែនជំរកសត្វព្រៃណាំលាគឺមានច្រើនជាងនេះហើយប្រភេទសត្វដែលបាត់វត្តមានពីក្នុងព្រៃខេត្តមណ្ឌលគិរីគឺក្រៅពីខ្លាធំមានដូចជាសត្វក្របីព្រៃនិងសត្វគោព្រៃជាដើមប៉ុន្តែជាមួយគ្នានេះដែរក៏នៅមានសត្វព្រៃជាច្រើនប្រភេទទៀតកំពុងរស់នៅយ៉ាងសុខសាន្តក្នុងព្រៃនៃខេត្តមណ្ឌលគិរីនេះ